ធ្វើខ្លួនឲ្យមានតម្លៃមានន័យថាការបង្កើតនិងការអភិវឌ្ឍខ្លួនឯងឲ្យក្លាយទៅជាមនុស្សដែលមានសារៈសំខាន់មានគុណតម្លៃនិងមានប្រយោជន៍ទាំងចំពោះខ្លួនឯងនិងអ្នកដទៃតម្លៃមនុស្សមិនកើតពីទ្រព្យសម្បត្តិឬមុខតំណែងយស័ក្តិតែប៉ុណ្ណោះទេប៉ុន្តែកើតពីចំណេះដឹងអាកប្បកិរិយាសីលធម៌និងសកម្មភាពល្អៗដែលយើងបង្កើតជារៀងរាល់ថ្ងៃ 1. ការយល់ដឹងពីតម្លៃខ្លួនឯងការធ្វើឲ្យខ្លួនមានតម្លៃចាប់ផ្ដើមពីការគោរពខ្លួនឯងស្គាល់ខ្លួនឯងថាមានសមត្ថភាពនិងអាចអភិវឌ្ឍបានមិនមើលងាយខ្លួនឯងឬប្រៀបធៀបខ្លួនជាមួយនឹងអ្នកដទៃទទួលកំហុសហើយរៀនអំពីកំហុសមនុស្សដែលគោរពខ្លួនឯងនឹងធ្វើឲ្យអ្នកដទៃគោរពខ្លួនផងដែរ 2. ការបង្កើនចំណេះដឹងនិងសមត្ថភាពចំណេះដឹងជាគ្រឹះសំខាន់បំផុតនៃតម្លៃមនុស្សខិតខំរៀនសូត្រជាប្រចាំអានសៀវភៅស្ដាប់បទបង្ហាញនិងការសិក្សាពីបទពិសោធន៍ពីអ្នកដទៃអភិវឌ្ឍជំនាញ skill ដូចជាការគិតការវិភាគការទំនាក់ទំនងនិងការដោះស្រាយបញ្ហាផ្សេងៗមនុស្សមានចំណេះដឹងគឺមានអនាគតនិងមានតម្លៃខ្ពស់បំផុតនៅក្នុងសង្គម 3. ការបង្កើតសីលធម៌និងអាកប្បកិរិយាល្អតម្លៃពិតប្រាកដរបស់មនុស្សបង្ហាញតាមរយៈអាកប្បកិរិយាមានភាពស្មោះត្រង់មានទំនួលខុសត្រូវគោរពនិងឲ្យតម្លៃទៅលើអ្នកដទៃមិនប្រព្រឹត្តអំពើបាបឬបំផ្លិចបំផ្លាញអ្នកដទៃអ្នកមានសីលធម៌ល្អទោះគ្មានទ្រព្យក៏នៅតែមានតម្លៃ 4. ការខិតខំធ្វើការនិងទទួលខុសត្រូវការធ្វើឲ្យខ្លួនមានតម្លៃមិនអាចខ្វះការខិតខំបានទេការធ្វើការងារឲ្យអស់ពីសមត្ថភាពមិនខ្លាចការលំបាកឬបរាជ័យទទួលខុសត្រូវចំពោះសកម្មភាពនិងសេចក្តីសម្រេចចិត្តរបស់ខ្លួនឯងការខិតខំធ្វើការបង្ហាញពីតម្លៃនិងភាពពេញលេញរបស់មនុស្សការធ្វើអំពើល្អនឹងមានប្រយោជន៍ដល់សង្គមមនុស្សមានតម្លៃគឺជាមនុស្សដែលអាចផ្ដល់តម្លៃឲ្យអ្នកដទៃជួយអ្នកខ្វះខាតចូលរួមសកម្មភាពសង្គមនិងការចែករំលែកចំណេះដឹងនិងបទពិសោធន៍ល្អៗតម្លៃមនុស្សកាន់តែខ្ពស់ពេលដែលគេធ្វើឲ្យសង្គមកាន់តែល្អប្រសើរ 6. ការគ្រប់គ្រងអារម្មណ៍និងការអភិវឌ្ឍខ្លួនឯងជានិច្ចមិនឲ្យអារម្មណ៍អវិជ្ជមានមកគ្រប់គ្រងខ្លួនរៀនអត់ធ្មត់និងគ្រប់គ្រងសម្ពាធកែខ្លួនជាបន្តបន្ទាប់ឲ្យល្អជាងម្សិលមិញមនុស្សដែលអាចគ្រប់គ្រងខ្លួនបានគឺជាមនុស្សដែលមានតម្លៃខ្ពស់ការធ្វើឲ្យខ្លួនមានតម្លៃគឺជាដំណើរអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ដែលរួមមានចំណេះដឹងសីលធម៌និងការខិតខំការធ្វើល្អមនុស្សដែលមានតម្លៃមិនត្រឹមតែរស់នៅដើម្បីខ្លួនឯងទេប៉ុន្តែរស់នៅដើម្បីផ្ដល់ផលប្រយោជន៍ដល់អ្នកដទៃនិងនៅក្នុងសង្គមទាំងមូល